ការចេញរវាងរថយន្តនិងរថយន្ត1មុននឹងជែងអ្នកបើកបររថយន្តត្រូវប្រុងប្រយ័ត្នដូចខាងក្រោម ក ត្រូវមើលទៅមុខឲ្យបានចម្ងាយយ៉ាងតិច12វិនាទីឬ200ម៉ែត្រថាតើមានឧបសគ្គឬទេ ខ ត្រូវមើលទៅខាងក្រោយតាមកញ្ចក់មើលក្រោយខាងឆ្វេងថាតើមានរថយន្តខាងក្រោយឲ្យភ្លើងសញ្ញាប្ដូរទៅខាងឆ្វេងសុំជែងឬទេ គ ត្រូវមើលទៅមុខថាតើរថយន្តខាងមុខមានឲ្យភ្លើងសញ្ញាប្ដូរទៅខាងឆ្វេងសុំជែងរថយន្តផ្សេងទៀតឬទេ ខ ត្រូវដឹងថាតើខ្លួនអាចបង្កើនល្បឿនលើស20គីឡូម៉ែត្រក្នុង1ម៉ោងពីរថយន្តដែលត្រូវចែកបានដែរឬទេ បើគ្មានបញ្ហាណាមួយទេត្រូវឲ្យសញ្ញាប្ដូរទៅខាងឆ្វេងយ៉ាងតិច5វិនាទីឬលោតភ្លើង7ដងក្នុងករណីចាំបាច់ត្រូវប្រើស៊ីផ្លេពេលថ្ងៃឬភ្លើងហ្វាកូតឆ្លាស់គ្នានៅពេលយប់និងត្រូវងាកមើលដែនងងឹតខាងឆ្វេងថាតើមានយានយន្តណាមួយស្ថិតនៅក្នុងនោះឬទេ ង រថយន្តខាងមុខនៅពេលដឹងថារថយន្តខាងក្រោយសុំជែងត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួនបើគ្មានឧបសគ្គទេត្រូវឲ្យសញ្ញាប្ដូរទៅខាងស្ដាំនិងបន្ថយល្បឿនអែបទៅខាងស្ដាំដើម្បីប្រាប់ដំណឹងថាអាចជែងបាន 2. នៅពេលជែងអ្នកបើកបរត្រូវបង្កើនល្បឿនឲ្យលើស20គីឡូម៉ែត្រពីល្បឿនរថយន្តដែលត្រូវជែងដោយត្រូវបើកបរងាកទៅខាងឆ្វេងនិងត្រូវទុកចន្លោះឃ្លាតពីរថយន្តដែលត្រូវជែងយ៉ាងតិច1ម៉ែត្រ 3. នៅពេលជែងផុតអ្នកបើកបរត្រូវឲ្យសញ្ញាប្ដូរទៅខាងស្ដាំវិញយ៉ាងតិច5វិនាទីឬលោតភ្លើង7ដងដើម្បីឲ្យដំណឹងថាខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍ធម្មតាវិញរួចបិទសញ្ញាប្ដូរទិស